ថ្មីៗនេះខ្ញុំអត់ដឹងថាគ្នាយើងប្រហែលអ្នកទេដែលបានដឹងពីព័ត៌មានដែលមុនទុនគឺលក់ទៅឲ្យ Savvy Game Group ហើយអ្នកទាំងអស់គ្នាមានដឹងអត់ថាមូលហេតុអីបានក្រុមហ៊ុនមុនទុនលក់ទៅឲ្យ Savvy Game Group ហើយមុននឹងខ្ញុំទៅនិយាយពីមូលហេតុហ្នឹងគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានដឹងខ្លះៗពាក់ព័ន្ធជាមួយនឹង Game Mobile Legends ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមុនទុនប៉ុន្តែខ្ញុំជឿថាមានគ្នាយើងមិនច្រើនទេដែលដឹងពីប្រវត្តិក្រុមហ៊ុនមុនទុនហើយនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងនិយាយពីប្រវត្តិទ្រុសៗពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនមុនទុនឲ្យអ្នកទាំងអស់គ្នាបានដឹងហើយមុននឹងខ្ញុំទៅនិយាយពីប្រវត្តិមុនទុនហ្នឹងគឺខ្ញុំចង់បញ្ជាក់ឲ្យអ្នកទាំងអស់គ្នាបានដឹងតិចគឺខ្ញុំនិយាយពីមុនទុនខ្ញុំមិនមែននិយាយពី Game Mobile Legends ទេព្រោះដោយសារតែ Game Mobile Legends ហ្នឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមុនទុនក្រុមហ៊ុនមុនទុនត្រូវបានបង្កើតឡើងដំបូងដោយលោកជានជីនជា Co-founder សំខាន់ម្នាក់ដែលចូលរួមបង្កើតក្រុមហ៊ុនមុនទុនហ្នឹងកាលពីឆ្នាំ2014ហើយទីតាំងដំបូងរបស់ក្រុមហ៊ុនមុនទុនគឺនៅសៀងហៃនៅក្នុងប្រទេសចិនលោកជានជីនគឺគាត់ធ្លាប់បានធ្វើការនៅក្រុមហ៊ុន Tencent មុននឹងចេញមកបង្កើតក្រុមហ៊ុនមុនទុនហើយខ្ញុំជឿថាគ្នាយើងក៏ធ្លាប់បានស្គាល់ដែរពាក់ព័ន្ធជាមួយនឹង Tencent ហើយ Tencent ហ្នឹងគឺជាក្រុមហ៊ុនបង្កើតហ្គេម mobile អញ្ចឹងណាអ្នកទាំងអស់គ្នាហើយលោកយានជីននិងក្រុមរបស់គាត់បានបង្កើតក្រុមហ៊ុនសៀងហៃមុនទុន Technology ហើយបន្ទាប់មកទៀតក៏បានបង្កើតហ្គេម Mobile Legends Bang Bang ដែលអ្នកទាំងអស់គ្នាលេងរាល់ថ្ងៃហ្នឹងក្រុមហ៊ុនមុនទុនជាអ្នកបង្កើតហ្គេម Mobile Legends ត្រូវបានក្រុមហ៊ុន Binance ទិញនៅក្នុងឆ្នាំ2021ប្រហែលជា$4000 លានហើយនៅក្នុងពេលថ្មីៗនេះខ្ញុំជឿថាមានគ្នាយើងខ្លះក៏ដឹងគ្នាយើងខ្លះក៏មិនទាន់បានដឹងដែលក្រុមហ៊ុន Binance ជាអ្នកគ្រប់គ្រងក្រុមហ៊ុនមុនទុនហ្នឹងគឺបានលក់ក្រុមហ៊ុនមុនទុនបន្តទៅកាន់ Savvy Game Group នៅក្នុងតម្លៃប្រហែលជា$6000 លានហើយមូលហេតុដែលក្រុមហ៊ុន Binance លក់មុនទុនហ្នឹងគឺក្រុមហ៊ុន Binance ចង់ផ្ដោតទៅលើ AI និងបច្ចេកវិទ្យាផ្សេងៗខណៈពេលដែល Savvy Game Group ហ្នឹងគាំទ្រដោយរដ្ឋអារ៉ាប៊ីសាអូឌីតកំពុងតែពង្រឹងលើវិស័យ Game និង e-sport ហើយអ្នកទាំងអស់គ្នាឮថាក្រុមហ៊ុន Binance លក់មុនទុនទៅហ្នឹងអ្នកទាំងអស់គ្នាកុំទាន់ភ័យថាវាមានបញ្ហាអីណាអាហ្នឹងគឺវាអត់មានបញ្ហាទេអ្នកទាំងអស់គ្នាមូលហេតុគឺដូចដែលខ្ញុំបានប្រាប់ដល់អ្នកទាំងអស់គ្នាហ្នឹងហើយចំពោះដំណើរការក្រុមហ៊ុនមុនទុនគឺនៅតែដំណើរការដដែលទេក្រុមគ្រប់គ្រងទៅលើក្រុមហ៊ុនមុនទុននិង CEO ក៏មិនបានផ្លាស់ប្ដូរដែរនិយាយទៅលក់តែក្រុមហ៊ុនទេអ្នកគ្នាសំតែអ្នកដែលគាត់ធ្វើការនៅក្នុងក្រុមហ៊ុនមុនទុនហ្នឹងគឺអត់មានការផ្លាស់ប្ដូរនោះទេហើយដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹង Savvy Game Group គឺគាំទ្រដោយរដ្ឋអារ៉ាប៊ីសាអូឌីតហើយរដ្ឋអារ៉ាប៊ីសាអូឌីតហ្នឹងគឺដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងគឺជារដ្ឋមួយដែលសម្បូរទៅដោយអ្នកមាននិងមហាសេដ្ឋីហើយ Savvy Game Group ហ្នឹងក៏គេកំពុងតែពង្រឹងទៅលើវិស័យ Game និង e-sport ផងដែរអញ្ចឹងបើរឿងពីបញ្ហារឿងលុយកាក់វាអត់ជាបញ្ហាទេអ្នកទាំងអស់គ្នាគឺរដ្ឋហ្នឹងគឺគេសម្បូរលុយស្រាប់ហើយគឺគេបានរំពឹងថានៅពេលដែលក្រុមហ៊ុនមុនទុនគ្រប់គ្រងដោយ Savvy Game Group ហ្នឹងគឺគេរំពឹងថានឹងមានជាមួយនឹង event កាន់តែច្រើនជាងមុនហើយការ collaboration ហ្នឹងក៏ធំជាងមុនដែរអ្នកទាំងអស់គ្នាអញ្ចឹងគឺវា cool ខ្លាំងមែនតើបើសិនជាវាដូចអ្វីដែលគេបាននិយាយអញ្ចឹងណាហើយព័ត៌មានដែលខ្ញុំលើកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងហ្នឹងគឺខ្ញុំស្រាវជ្រាវចេញពី Google ផងចេញពី AI ផងអញ្ចឹងព័ត៌មានហ្នឹងគឺខ្ញុំបានដឹងមកពីការស្រាវជ្រាវរបស់ខ្ញុំទេហើយបើនិយាយពីបញ្ហាដែលក្រុមហ៊ុនមុនទុនលក់ទៅឲ្យ Savvy ហ្នឹងវាគឺជាព័ត៌មានពិតអ្នកទាំងអស់គ្នាមិនមែនជាព័ត៌មានคล้ายៗឬក៏ fake news អីទេអ្នកគ្នាហើយការ update នេះគឺខ្ញុំនិយាយត្រួសត្រាសឲ្យអ្នកទាំងអស់គ្នាបានដឹងនោះទេព្រោះដោយសារតែខ្ញុំជឿអ្នកខ្លះគឺគាត់បានឃើញជាមួយនឹងព័ត៌មានដែលក្រុមហ៊ុនមុនទុនលក់ទៅឲ្យ Savvy Game Group ហ្នឹងហើយអញ្ចឹងគឺខ្ញុំចង់និយាយបន្ថែមតិចទៀតដើម្បីអ្នកទាំងអស់គ្នាបានយល់កាន់តែច្បាស់ហើយបើខ្ញុំសម្រាប់ខ្ញុំអ្នកអង្គុយមើលប្រវត្តិក្រុមហ៊ុនមុនទុនណាតាមការស្រាវជ្រាវរបស់ខ្ញុំណាមុនទុនរងការប្តឹងផ្ដោតពីក្រុមហ៊ុនផ្សេងៗទៀតអ្នកគ្នាអញ្ចឹងគឺវារៀងជូរចត់ដែរអញ្ចឹងណាតែបើនិយាយពីឥឡូវហ្នឹងគឺវា cool ជាងគេនៅក្នុងប្រភព Game Mobile អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំនិយាយលម្អិតជាងនឹងតិចទៀតឬក៏ចង់ដឹងពីបញ្ហាអីពាក់ព័ន្ធជាមួយនឹងមុនទុនគឺអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយមកហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe ទៅលើ YouTube Channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីគ្នាយើងបានដឹងពីការ update ថ្មីទៅលើមុនទុនផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ